ទាំងអស់គ្នាពេលនេះលោក Randy J. Swall អ្នកនាំពាក្យក្រសួងការបរទេសប្រទេសឥណ្ឌាហ្នឹងគឺបានចេញសេចក្តីថ្លែងការណ៍គឺនៅថ្ងៃ24 ខែ 12 2025 យើងនេះគឺគាត់បានមានប្រសាសន៍ថាក្នុងព្រឹត្តិការណ៍ដែលកើតឡើងរដ្ឋាភិបាលឥណ្ឌាបានទទួលព័ត៌មានពីការកំទេចរូបសំណាកអតិថិហិណ្ឌូដែលទៅនឹងសាងសង់ថ្មីៗនៅក្នុងតំបន់មានចំនួនព្រំដែនរវាងកម្ពុជានិងថៃគឺនៅក្នុងនោះគឺលោកបានសង្កត់ធ្ងន់ថាអតិថិហិណ្ឌូនិងព្រះពុទ្ធសាសនាគឺជាទីសក្ការៈដ៏ខ្ពង់ខ្ពស់របស់កម្ពុជាក្នុងតំបន់និងជាផ្នែកមួយនៃមរតកអរិយធម៌រួមគ្នាអញ្ចឹងនៅក្នុងនោះគឺគាត់សម្ដែងការមិនពេញចិត្តទោះបីជាមានការទាមទារអតីតភាពលើទឹកដីក៏ដោយការកំទេចរូបសំណាកបែបនេះគឺជាទង្វើមិនគោរពដែលធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកជឿនៅជុំវិញពិភពលោកមិនគួរឲ្យមានកើតឡើងនោះទេដោយក្នុងការសេចក្តីថ្លែងការណ៍នេះដែរគឺលោកបានអំពាវនាវឲ្យកម្ពុជានិងថៃត្រឡប់ទៅមានការសន្ទនានិងការប្រើប្រាស់ជាផ្លូវការទូតដើម្បីស្ដារសន្តិភាពឡើងវិញនិងជៀសវាងការបាត់បង់ជីវិតមនុស្សឬក៏ការខូចខាតទ្រព្យសម្បត្តិនិងបេតិកភណ្ឌបន្តទៀតតែបងប្អូនយល់យ៉ាងណាដែរចំពោះទង្វើចោលសៀមដែលវានៅតែកក្លឿនមកលើប្រទេសទឹកដីរបស់កម្ពុជាយើងពួកនេះវាអត់មានខ្លាចឬក៏ជាមនុស្សដែលអត់មានសិលធម៌ក្នុងខ្លួនណាបងប្អូនតើបងប្អូន